ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកប្រាប់ពីវិធីឆាកាពិឲ្យមានរសជាតិឆ្ងាញ់ដើម្បីយកទៅញ៉ាំជាមួយស្វាយនិងម្ជូរផ្សេងជាដំបូងយើងត្រូវមានគ្រឿងផ្សំដូចជាស្ករត្នោតហើយសម្រាប់ស្ករត្នោតយើងយកស្ករថ្មីមកដើម្បីមានរសជាតិឈ្ងុយកាពិទឹកក្តៅកន្លះពេងមកខ្ទឹមសប៊ីចេងម្ទេសម៉ត់ម្ទេសស្រស់និងជាចុងក្រោយគឺប្រេងឆាសម្រាប់វិធីធ្វើដំបូងយើងដាក់ខ្ទះឲ្យក្តៅតិចមករួចចាក់ប្រេងឆាចូលក្រោយមកយើងដាក់ខ្ទឹមសបំពងសម្រាប់ខ្ទឹមសយើងបំពងវាឲ្យរាងក្រហមតិចទៅដើម្បីឲ្យវាមានក្លិនឈ្ងុយបន្ទាប់ពីបំពងខ្ទឹមសបានពណ៌ក្រហមហើយយើងចាក់ស្ករត្នោតចូលមករួចកូរវាមានសបុលពណ៌ក្រហមតិចមកមិនចាំបាច់ដល់ឡើងជើងក្រងទេព្រោះកាលណាបើឡើងជើងក្រងវាអាចធ្វើឲ្យកាពិយើងវាស្អិតអញ្ចឹងណាចាឥឡូវស្ករយើងគឺចាប់ដើមក្រហមតិចហើយអញ្ចឹងកុំបង្អង់យូរយើងចាប់ដើមចាក់កាពិចូលមកចាហើយសម្រាប់កាពិយើងក្រោយពីចាក់យើងកូរវាឲ្យចូលជាមួយនឹងស្ករក្រហមសិនមកក្រោយពីស្ករនិងកាពិម៉ត់ចូលគ្នាហើយយើងក៏ចាប់ផ្ដើមចាក់គ្រឿងផ្សំចូលដាក់ប៊ីចេងចំនួន1ស្លាបព្រាបាយមកបន្ទាប់មកម្ទេសស្រស់1ស្លាបព្រាបាយម្ទេសម៉ត់1ស្លាបព្រាបាយយើងកូរវាចូលគ្នាឲ្យសព្វមកសម្រាប់ម្ទេសគឺតាមចំណង់ចំណូលចិត្តយើងណាពុកម៉ែបងប្អូនបើគាត់ចូលចិត្តជាហឹរគាត់អាចដាក់ចំនួនឲ្យលើសនឹងទៅតែសម្រាប់ខ្ញុំយើងឆាអញ្ចឹងទៅដើម្បីបានកូនញ៉ាំផងអញ្ចឹងទៅណាចាសម្រាប់ពេលយើងដាក់គ្រឿងរួចរាល់ហើយបើយើងមានអារម្មណ៍ថាវាខាប់យើងអាចបន្ថែមទឹកក្តៅបន្តិចទៅដើម្បីឲ្យវារាវបន្តិចងាយស្រួលពេលដែលយើងជ្រលក់ញ៉ាំទៅវាអត់សូវស្អិតអញ្ចឹងណាសម្រាប់កាពិឆារបស់យើងគឺផ្សំគ្រឿងរួចរាល់ហើយបងប្អូនចឹងយើងគ្រាន់តែកូរវានិងទុកវាឲ្យវាឡើងជើងក្រមទឹកមកដើម្បីវាមានក្លិនឈ្ងុយសម្រាប់កាពិឆាគឺឆ្អិនរួចរាល់ហើយនៅឡើយអត់ទាន់មានម្ជូរឥឡូវកូនគេចាប់ផ្ដើមនាំគ្នាទៅរកបេះស្វាយក្រោយផ្ទះហើយចាចាំមើលបានផ្លែស្វាយប្រហែលផ្លែដើម្បីយកមកជ្រលក់ជាមួយកាពិញ៉ាំនៅថ្ងៃនេះមកបាន6ផ្លែឲ្យគុតហ្មងតោះឥឡូវចាប់ឡើងរៀបចំដាក់ឲ្យគាត់ហូបតិចមកព្រោះអីគាត់ឈរស្រក់ទឹកមាត់មួយថ្ងៃហើយរឿងកាពិនឹងឈរលឹកតាំងពីនៅផ្ទះហ៎តែនរួចរាល់ជាស្រេចកាពិឆាជាមួយនឹងក្តាប់ស្វាយប៉ុន្តែក៏មានបន្ថែមនៅតឡឹងតឹងបន្តិចដែរអុយគាត់នៅឃើញក៏ស្រក់ទឹកមាត់ដែរតោះម៉ែបងប្អូនរៀនធ្វើកាពិឆាដើម្បីញ៉ាំទាំងអស់គ្នាពេលអស់សុខពេលសៅរ៍អាទិត្យអីតនេមានអីមានតែម្ជូរហ្នឹងណាបងប្អូនណាបាយបាយបងប្អូនទាំង